ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលេខ1312ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងនូវគៀវរកិច្ចចំពោះស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធនៅព្រំដែនកម្ពុជាថៃនៅថ្ងៃទី28ខែឧសភាឆ្នាំ2025មានកិត្តិយសសូមជម្រាបជូនទៅកាន់ភាគីថៃដូចខាងក្រោមទី1នៅថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោង 5:30 នាទីព្រឹកកងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេនដ្ឋានមួយកន្លែងស្ថិតក្នុងភូមិដេជោមរកតឃុំមរកតខេត្តព្រះវិហារនៃប្រទេសកម្ពុជាដែលបណ្ដាលឲ្យមានការស្លាប់ទាហានខ្មែរដោយអយុត្តិធម៌ទី2រាជរដ្ឋាភិបាលកម្ពុជាសូមគូបញ្ជាក់ថាកងទ័ពព្រំដែនកម្ពុជាបានឈរជើងជាបន្តបន្ទាប់និងដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរណាស់មកហើយគឺតាំងពីមុនពេលចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងការបោះបង្គោលព្រំដែនគោករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងឆ្នាំ2000ទី3រាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ដែលជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានិងស្មារតីមិត្តភាពនិងភាពជាអ្នកជិតខាងល្អដោយបានឆ្លុះបញ្ចាំងនៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ទី4រាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់និងម៉ត់ចត់លើឧបទ្ទហេតុហិង្សានេះហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះត្រូវតែនាំមកផ្ដន្ទាទោសតាមច្បាប់ Dara Cambodia News